ជំរាបសួរខ្ញុំបាទឈ្មោះហ៊ឿនដាវីតជាអនុប្រធាននៃក្រុមយុវជនដើម្បីសុខភាពនៅក្នុងសហគមន៍ក្រុមរបស់យើងធ្វើទៅលើប្រធានបទផលប៉ះពាល់នៃការបរិភោគភេសជ្ជៈកំប៉ុងគម្រោងនេះមានគោលបំណងចង់ចូលរួមក្នុងការផ្សព្វផ្សាយនិងលើកកម្ពស់ការកាត់បន្ថយការបរិភោគភេសជ្ជៈកំប៉ុងទៅកាន់សហគមន៍ឲ្យកាន់តែប្រសើរឡើងសកម្មភាពរបស់គម្រោងត្រូវបានអនុវត្តនៅវត្តដំណាក់អំពិលឃុំអូកាខុបឃុំក្រាំងលាស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងដែលក្រុមពួកយើងបានចុះអនុវត្តសកម្មភាពចំនួន7គឺកម្មភាពទី1ការចុះទំនាក់ទំនងនិងបានប្រមាណតម្រូវការសហគមន៍សកម្មភាពទី2ការចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការបរិភោគភេសជ្ជៈកំប៉ុងដើម្បីបង្កើនការយល់ដឹងនិងលើកទឹកចិត្តប្រជាពលរដ្ឋឲ្យកាត់បន្ថយការបរិភោគភេសជ្ជៈកំប៉ុងសកម្មភាពទី3កិច្ចពិភាក្សាជាមួយគ្រូពេទ្យអំពីជំងឺពាក់ព័ន្ធទី1គឺគាត់ហានិភ័យទៅលើជំងឺក្នុងផ្អែកដោយសារតែក្នុងភេសជ្ជៈកំប៉ុងវាមានតុបជាស្ករអញ្ចឹងនៅពេលដែលយើងប្រើប្រាស់វាច្រើនពេកគឺធ្វើឲ្យជាស្ករក្នុងឈាមរបស់ពួកយើងហ្នឹងឡើងខ្ពស់ជំងឺកំប៉ុងហ្នឹងនៅពេលដែលយើងញ៉ាំហើយវាអត់ធ្វើឲ្យយើងគ្មានទឹកទេអញ្ចឹងយើងអត់សូវបានបរិភោគទឹកច្រើនហើយចង់ថាក្នុងសារធាតុគ្រឿងកំប៉ុងហ្នឹងវាធ្វើឲ្យយើងកង្វះជាតិទឹកមូលហេតុអីដោយសារតែក្នុងគ្រឿងកំប៉ុងហ្នឹងវាមានជាតិកាហ្វេអ៊ីនសកម្មភាពទី4ការវិយតម្លៃពាក្យកណ្ដាលគម្រោងដែលនៅក្នុងសកម្មភាពនេះពួកយើងបានធ្វើការតេស្តជាតិស្ករជូនប្រជាពលរដ្ឋព្រមទាំងប្រើប្រាស់កម្រងសំណួរដើម្បីវាស់វែងពីការយល់ដឹងនិងការផ្លាស់ប្ដូរបន្ទាប់ពីចូលរួមសកម្មភាពជាមួយក្រុមពួកយើងសកម្មភាពទី5ការដាក់ស្លាកបដានិងចាក់មីក្រូផ្សព្វផ្សាយសកម្មភាពទាំងពីរនេះធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការបរិភោគភេសជ្ជៈកំប៉ុងតាមរយៈរូបភាពនិងសំឡេងជាតិដូចជាទឹកដូងទឹកត្រឡាចទឹកសណ្តែកទឹកក្រូចជីទឹកអំពៅឬបន្លែផ្លែឈើផ្សេងទៀតដែលនៅជុំវិញបរិវេណផ្ទះដែលអាចជួយសន្សំសំចៃថវិកាព្រមទាំងជំនួយដល់សុខភាពថែមទៀតផងសកម្មភាពទី6គឺការណែនាំពីរបៀបកែច្នៃទឹកភេសជ្ជៈពីបន្លែផ្លែឈើធម្មជាតិក្នុងសកម្មភាពនេះមានការចូលរួមដោយផ្ទាល់ពីក្រុមគោលដៅក្នុងការធ្វើទឹកក្រូចជីទឹកត្រឡាចនិងទឹកបន្ទាកន្ទុយក្រពើថែមទាំងមានការចែកជូននៅកូនបន្ទាកន្ទុយក្រពើនិងក្រពូជដល់អ្នកចូលរួមដើម្បីទុកធ្វើជាវត្ថុធាតុដើមទៀតផងសកម្មភាពចុងក្រោយគឺការវិយតម្លៃបញ្ចប់គម្រោងនិងបង្ហាញលទ្ធផលទៅកាន់ក្រុមគោលដៅសកម្មភាពនេះធ្វើឡើងដើម្បីវាស់ស្ទង់អំពីការយល់ដឹងរបស់ប្រជាពលរដ្ឋបន្ទាប់ពីបានចូលរួមជាមួយកម្មវិធីរបស់ក្រុមយើងរយៈពេល3ខែមកព្រមទាំងប្រមូលមតិកែលម្អពីអ្នកចូលរួមដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តគម្រោងទៅថ្ងៃអនាគតដូចថាក្មួយបានណែនាំចឹងល្អហើយមិញពេញចិត្តចាំហ្នឹងហើយដូចថាផ្លាកដែរក្មួយដាក់ហ្នឹងគេចឹងចូលឃើញគ្រប់គ្នាអ្នកខ្លះគ្រប់គ្នាឃើញហ្នឹងគេកាត់បន្ថយបានច្រើនណាចាក្រោយក្រុមយើងខ្ញុំសូមថ្លែងអំណរគុណដល់អាជ្ញាធរនិងប្រជាពលរដ្ឋនៅក្នុងសហគមន៍ដែលបានចូលរួមគម្រោងតាំងពីដើមរហូតដល់ចប់ព្រមទាំងអរគុណដល់អង្គការយោធាសន្តិភាពដែលបានផ្តល់ឱកាសឲ្យក្រុមយើងខ្ញុំបានសិក្សារៀនសូត្រនិងធ្វើការអភិវឌ្ឍសមត្ថភាពចំពោះទៅរកភាពឧត្តមឧត្តមនៅក្នុងជីវិតសូមអរគុណ